Ngày nay nhâm xung lược chỉประเทศบอดมุ้ยจังยมวันนี้เดือดตองตอนนั้นการบรรทมบังอัพบอกบุคคลมือจีนวนบรรทายการบรรทมบังอัพนู้วิคลายจิตนำเปิลสำหรับขยมมาขยมขัดคำเป็นประธานตะวินแต่สร้างขยมการขนมกระตุ้นสร้างมวยแต่มีชีพเพียบมันเศร้าจีทูเทียเต้ปิดโต้เมาส์แต่เราอาจจะชีพเพียบยังวิกูซ้อมจีมนช่างปิดโต้เมาส์ขยมปะบะครั้งนะเฮาอย่าปุ่งประดายขยมตายจะประดับขยมทางอับมีในรอจีจะแหนดังเตะจะก็ตายจะเลิกตึกจะได้ขยมขัดคำเป็นประธานเรียนโซ่ขยมสลับสมใดก่อนนะกูสร้างขยมแต่งออกแต่งอมปูมินมียีตาอีคือตายจะประดับแบบนั้นจังคือខ្ញុំជឿសំដីគាត់ខ្ញុំខិតខំប្រឹងប្រែងរៀនតាំងពីតូចប៉ុន្តែពេលដែលយើងខិតខំប្រឹងប្រែងរៀនខ្លាំងមិត្តភ័ក្តិយើងមួយចំនួនដែលគេជាកូនអ្នកមានគេតែងតែនិយាយថាហើយខំឲ្យមកម៉េះរៀនខ្លាំងមិនក៏ដោយហើយគ្មានខ្សែគ្មានកន្លោះទេហើយកុំសង្កឹមឲ្យបានធ្វើធំគាត់ថាឲ្យខំប្រឹងរៀនមកម៉េះរៀនបានប្រយោជន៍អីរៀនឲ្យមកធ្វើកូនចៅគេដដែលហ្នឹងខ្ញុំអត់មាត់ទេព្រោះខ្ញុំជឿលើឪពុកម្ដាយខ្ញុំគាត់ប្រាប់គាត់ថាអត់មានអីល្អយើងចំណេះដឹងទេគាត់ថាទ្រព្យរបស់ដែលមានមកបើសិនយើងអត់មានចំណេះក៏យើងមិនអាចគ្រប់គ្រងវាបានដែរហើយជាពិសេសនៅពេលដែលខ្ញុំរៀននៅថ្នាក់បញ្ញាបត្រមិត្តភ័ក្តិមួយចំនួនដែលគេជាអ្នកមកពីខេត្តមួយគ្នាគេអ្នកធូធាដែរណាគាត់ដើរលេងសប្បាយហឺហាធម្មតាឡើងពីខេត្តមកម្ដងពេញដំបងណាថាសប្បាយភ្លើងពណ៌ហើយចំណែកខ្ញុំដឹងអំពីធ្វើការហើយនឹងរៀនពេលនោះគឺខ្ញុំនៅកាន់ជាទីប្រឹក្សារបស់អ្នកធំម្នាក់ខ្ញុំខិតខំធ្វើការដោយសារតំណែងខ្ញុំគាត់ថាតំណែងធំដែរគេលើកទឹកចិត្តឲ្យយើងកាន់ជាទីប្រឹក្សាគេតែយើងជានិស្សិតឆ្នាំទី1ទី2សោះចឹងទៅខ្ញុំខិតខំធ្វើការដោយសារអីខ្ញុំគាត់ថាតំណែងវាធំអញ្ចឹងខ្ញុំខំរៀនខំស្រាវជ្រាវខំធ្វើការចងក្រងឯកសារផ្សេងអត់សូវមានពេលសម្រាប់ជួបជុំមិត្តភ័ក្តិមួយចំនួនបបួលទៅអញ្ចឹងណាតែគេបបួលចោលតែពេលយើងអត់ទៅថាហែងខំមកម៉េះខំបានអីមកវិញរៀនលំធម្មតាក៏ចាប់បញ្ញាបត្រដូចគ្នាដែរគេនិយាយអញ្ចឹងណាគេថាសម័យនេះហើយឲ្យតែមានលុយបង់ថ្លៃសាលាតែរៀនលំក៏បានដែរក៏ជាប់ដែរតែខ្ញុំអត់ខ្វល់ខ្ញុំដឹងខំតែពាក្យខ្លះវាឈឺដែរគេប្រមាថមើងងាយផ្សេងគេដូចក្នុងន័យថាគេមានខ្សែមានអីទៅមិនបាច់រៀនគេបានសញ្ញាបត្រគេមានការងារធ្វើអញ្ចឹងណាតែខ្ញុំនៅចាំបតាមឪពុកខ្ញុំម្ដាយខ្ញុំយាយតាអ៊ំពូមីមីខ្ញុំប្រាប់ថាឲ្យតែមានចំណេះពិតប្រាកដចំណេះហ្នឹងគឺជាខ្សែដ៏ធំសម្រាប់យើងអញ្ចឹងទៅអស់រយៈពេល5 6ឆ្នាំដែលយើងមកដល់ភ្នំពេញខិតខំប្រឹងប្រែងរៀនរហូតដល់ចប់អនុបណ្ឌិតនេះមកដល់ពេលបច្ចុប្បន្នយើងទទួលបានការងារនៅឱកាសផ្សេងជាច្រើនដែលអាចថាគូជាទីគាប់ចិត្តដែរនៅក្នុងវ័យប៉ុណ្ណេះដល់ពេលដែលអញ្ចឹងទៅពួកគាត់សប្បាយភ្លើតភ្លើនចាយវាលុយគ្រួសារចង់អស់ហើយចាយដល់អីគ្រួសារគាត់ក៏មានបញ្ហាចាំមករយៈមុនកូវីដទៅអញ្ចឹងអត់មានអីគុតគង់គាត់ទេអញ្ចឹងទៅគាត់រៀងជីវភាពគាត់រៀងដុនដាបតិចហើយមកដល់ឥឡូវអត់ហឺហាដូចមុនកើតទេហើយពិបាកហើយទៅចេញធ្វើការងារដែលគាត់មិនចង់ធ្វើដែលគាត់មិនធ្លាប់ធ្វើសោះដល់ពេលអញ្ចឹងមកជួបខ្ញុំលើកក្រោយនេះក៏អត់សូវនិយាយខ្លាំងដូចមុនទេប៉ុន្តែគាត់និយាយខុសពីមុនគាត់និយាយតែអញ្ចឹងគាត់ថាហែងសំណាងហែងបានការងារល្អមានការងារធំដុំហើយមានខ្សែធំគាត់ទៅនិយាយចឹងទៅទាំងនៅពីមុនមកគាត់និយាយថាហែងគ្មានខ្សែគ្មានកន្លោះហើយខំរៀនមិនឡើយក៏គ្មានប្រយោជន៍ដែរដល់ពេលមកដល់ឥឡូវគាត់បែរជានិយាយថាហែងអាងហែងមានខ្សែធំហើយបានការងារធំទទួលស្គាល់ការងារខ្ញុំរាល់ថ្ងៃមិនជាធំដុំអីទេវាអាចថាបើប្រៀបធៀបជាមួយវ័យខ្ញុំប៉ុណ្ណេះអាចមានការងារប៉ុណ្ណេះវាគួរសមចឹងណាដល់តែចឹងទៅវាជារឿងមួយដែលហួសចិត្តដែរណាតែសម្រាប់ខ្ញុំដូចខ្ញុំនិយាយចឹងមកដល់ឥឡូវខ្ញុំជឿហើយបើសិនជាយើងអត់មានសាច់ញាតិបងប្អូនធ្វើធំដែលជាខ្សែអាចជួយយើងបានទេគឺមានតែចំណេះដឹងហ្នឹងហើយដែលវាអាចធ្វើជាខ្សែជួយយឹតយងយើងបានណាអញ្ចឹងហើយខ្ញុំឲ្យតម្លៃទៅលើចំណេះដឹងអញ្ចឹងហើយបានជាមកដល់ពេលនេះខ្ញុំតែងតែអប់រំណែនាំដល់ក្មេងៗឲ្យគាត់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៅបើយើងគ្មានសាច់ញាតិបងប្អូនធ្វើការធំដែលអាចថាជាខ្សែបដាញសម្រាប់យើងបានទេយើងយកចំណេះយើងធ្វើជាខ្សែទៅដូចមកដល់ពេលបច្ចុប្បន្នខ្សែខ្ញុំច្រើននិយាយទៅសិនអ្នកស្គាល់ដែលអាចពឹងពាក់បានខ្សែវាច្រើនដែលកើតចេញពីសមត្ថភាពនិងចំណេះដឹងយើងអានេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកអូខេអញ្ចឹងវីដេអូមួយសូមចាប់ត្រឹមតែប៉ុណ្ណេះសូមអរគុណ